ចាជំរាបសួរសួស្តីបងប្អូនពុកម៉ែទាំងអស់ថ្ងៃនេះម៉ាក់មេអ៊ីមានមុខម្ហូបមកមុខមកថតបង្ហាញជូនបងប្អូនគឺស្ងោរជ្រក់ក្បាលត្រីពោនេះបាទត្រីពោមិនមែនទេបងប្អូននិយាយខុសទៀតហើយត្រីស្ដោរឿងត្រីអត់សូវស្គាល់សោះបងប្អូនសូមអធិស្ឋាននៅតែភ័ណ្ឌរឿងត្រីហ្នឹងហ្មងបងប្អូនលើកណាដូចលើកណានិយាយខុសនិយាយត្រូវរឿងត្រីមួយឈ្មោះនេះត្រីមួយឈ្មោះនោះអូយយ៉ាប់ហ្មងនៅខ្មែរយូរអត់ស្គាល់ត្រីខ្មែរហ្នឹងបងប្អូននោះតែងត្រីគេ1គីឡូបងប្អូនធូរថ្លៃទេតែ10000រៀលជាងហ្នឹងឯង10000រៀលជាងបន្លែប្លុកមួយឆ្នាំងចូល20000ជាងបងប្អូនតែយើងស្លោបានមួយឆ្នាំងធំបុកបងប្អូនឡើយយើងត្រីហ្នឹងឲ្យគេកាត់ភ្លះឡើងស្អាតទេបងប្អូនយើងគ្រាន់តែយកមកដល់យើងលាងសម្អាតវាហើយយើងកាត់ជាកង់តែប៉ុណ្្នឹងបងប្អូនឧស្សាហ៍អ្នកលក់គាត់ធ្វើឲ្យហើយខ្លាចយើងពិបាកនោះលាងសម្អាតត្រីលាងសម្អាតបន្លែយើងបងប្អូនមានអីទេពេញប៉ោះបន្តិចទៅផ្សិតបន្តិចទៅព្រមទាំងខ្ទឹមបារាំងទីបងប្អូនបន្លែយើងមានតែ3មុខនឹងឯងហើយជីស្លឹកខ្ទឹមហើយជីរណាគឺដើរក្តិចជុំវិញគេផ្ទះបងប្អូនជីខីនឹងម្ដេចហ្នឹងក៏កាត់ដល់ជុំវិញផ្ទះបងប្អូនសុំតែស្លឹកក្រូចសើចគេបន្តិចម្ទេសបន្តិចហ្នឹងឯងឥឡូវយើងមកលាងសម្អាតបន្លែយើងឲ្យបាន2 3ទឹកបងប្អូនដើម្បីឲ្យវាស្អាតអត់ឥឡូវមកចិត្តក្រូចឆ្មាបងប្អូនក្រូចឆ្មាក៏ក្រូចឆ្មាស្រែដែរម៉ែយកមកពីស្រុកយកមកផ្ញើនោះអញ្ចឹងយើងបានក្រូចឆ្មាស្រែហូបឆ្ងាញ់បងប្អូនរសជាតិវាអត់ដូចក្រូចឆ្មាអ្នកជិតខាងទេបងប្អូនហាន់ក្រូចឆ្មាហាន់ជីស្លឹកខ្ទឹមទុកម្ដុំឲ្យស្អាតចឹងបងប្អូនយើងធ្វើឲ្យអស់ទៅដល់ពេលយើងចម្អិនវាស្រួលអ្វីនៅក្បែរដៃស្រាច់ហើយបងប្អូនណាខ្ញុំនិយាយលេងសើចមួយថ្ងៃវិលដូចប្រទេសឡង់ចឹងអត់សូវមានពេលទេបងប្អូនអើយឈៀតថតជិបចប់ហើយម្នាក់ចិត្តខាងអ្នកភូមិគាត់ថាឃើញថតប្លុកវីដេអូហ្នឹងរាល់ថ្ងៃណាគេថតឲ្យខ្ញុំថាគ្មានអ្នកណាថតអីទេបងប្អូនអើយគឺថតតែម្នាក់ឯងហ្នឹងឯងចេះថតម្នាក់ឯងបញ្ចូលសលេងម្នាក់ឯងអត់មានកូនចៅណាជួយកូនចៅអត់មានពេលជួយបងប្អូនគេរវល់រៀនសូត្រចម្រាំគេមកពីសាលាវិញយូរណាស់បងប្អូនអញ្ចឹងយើងធ្វើតែខ្លួនឯងហ្នឹងទៅហាន់ជីហាន់អីហើយមកកាត់ខ្ទឹមកាត់ឲ្យអស់ចាប់ផ្ដើមដាក់ហាន់ពេញប៉ោះបងប្អូនពេញប៉ោះជាងចិត្តជាចំណិតអញ្ចឹងបងប្អូនអើយរវល់មហារវល់ហើយថ្ងៃហ្នឹងជាងគេមកធ្វើផ្ទះឲ្យទៀតជាងគេសួរថាអង្គុយថតប្លុកអត់ថតពងថតឯMMOកំពុងថតឯងធ្វើបដាថតបដាបងប្អូននិយាយគេឆ្លងឆ្លើយគេបដាអើយដល់ស្អីស្អុកឯងចិត្តពេញប៉ោះហើយមកចិត្តនៃខ្ទឹមប្រាំងនិយាយខុសទៀតបងប្អូនសុំអធិស្ឋានចេះតែនិយាយខុសនិយាយភ័ណ្ឌចឹងរហូតបងប្អូននេះជាទម្លាប់អាក្រក់មួយហើយចូលចិត្តនិយាយញាប់ស្ដាប់បានបងប្អូនពុកម៉ែបងប្អូនអើយកុំប្រកែកប្រកាន់អីចេះតែនិយាយខុសនិយាយត្រូវហ្នឹងឥឡូវត្រីនេះបងប្អូនអើយចាប់ផ្ដើមផ្លះវាកាត់ជាកង់ដុំចឹងបងប្អូនយើងចំណេញហើយយើងអាចលេខទុកស្លមពេលទេបងប្អូនព្រោះអីបើយើងចំណាយហូបទាំងអស់មិនកើតទេបងប្អូនទេណាកាត់កង់ឲ្យផ្លាស់ប្តីសួរចេះកាត់ត្រីនឹងអត់និយាយឡើងចេះមិនបើកាត់អាចចុះវាបានតែ2កង់វាអស់ហើយបើយើងធ្វើអញ្ចឹងទៅបានច្រើនកង់កាត់ត្រីឲ្យអស់បងប្អូនទឹកស្លងឲ្យប្តីគេដាក់ឲ្យនោះឥឡូវពុះល្មមមកបងគ្រឿងក្រូយើងខ្ទឹមជីខីម្ដេងដាក់ចូលផ្លុកចឹងមកថែមទាំងស្លឹកក្រូចសើចបន្តិចដាក់ចូលហើយចាប់ផ្ដើមដួសកង់ត្រីដាក់ចូលបងប្អូនអើយចាស់ក៏មិនឈ្ងុយទឹកត្រីហ្នឹងមិនវល់វែកវល់ឲ្យបងចាក់ជ្រូចម្សៅស៊ុបដាក់បន្តិចចឹងទៅប៊ីចេងបន្តិចស្ករបន្តិចបងប្អូនអើយនិយាយពីចាស់ខ្លឹមឡើងឈ្ងុយតែម្ដងបងប្អូនហើយមិនឆ្នាំងទួយបងប្អូនអើយចេបចប់មកឆ្នាំងឡើងធំប៉ុណ្ណាណៃចាំងធំប៉ុណ្ណាណៃហូបពី3ចានបងប្អូនបន្ទាប់ពីត្រីយើងចាប់ផ្ដើមផុយឆ្អិនហើយចាប់ផ្ដើមដាក់បន្លែ2 3មុខចូលបងប្អូនដាក់ចូលដើម្បីឲ្យវាឆ្អិនហើយបើផ្លែទេបងប្អូនយើងធ្វើហ្នឹងវាយូរទេប៉ុន្តែស្លហ្នឹងតែមកផ្លែនេះឆ្អិនបានហូបបងប្អូនតែណាចេបចប់យើងរៀងផ្សំគ្រឿងក្រងវារៀងយូរទីបងប្អូនក្របទុកមកសន្ទុះសិនបើកមើលពុះល្មមបងប្អូនតែពុះវាឆ្អិនបានបងប្អូនឯងគោលើគោវារសជាតិកប់សេរីបងប្អូនអើយហើយចង់ប្រាប់ថាខ្ញុំស្ងោរហ្នឹងជីឲ្យក្រូចឆ្មាដាក់តាមក្រោយបងប្អូនអត់ដាក់ចូលគ្នាទេបើអ្នកណាចង់ហូបអ្នកខ្លះគេជាហូបជីអ្នកខ្លះអត់ជាហូបជីអញ្ចឹងចាំដាក់តាមក្រោយខ្លះទៅតែខ្ញុំត្រូវការដាក់ដើម្បីឲ្យរសជាតិឈ្ងុយបន្តិចថែមជីបន្តិចថែមម្ទេសបន្តិចដើម្បីយកក្លិនឈ្ងុយហើយក្រូចឆ្មាអត់តាន់បងទេចាំបងតាមក្រោយអរគុណហើយ